សិនជាបងប្អូនដែលទើបតែចាប់ផ្ដើមអាជីវកម្មឬក៏ចង់សិក្សាអំពីការប៊ូសដែលមិនចង់បានទទួលទៅលើសេវាកម្មរបស់ណាមួយបងប្អូនអាចមើលវីដេអូនេះអាចចាត់ជាលំនាំថ្មីឬក៏កម្រិតដំបូងនៃការរៀនប៊ូសហើយអាចកំណត់ខ្លួនឯងបានដែរទៅតាមទឹកប្រាក់ជាក់ស្ដែងអញ្ចឹងណានៅពេលអ្នកនេះចូលមកកាន់ page វាមាន2ជម្រើសទី1ខ្ញុំអាចសុំមើលប្រតាមឧទាហរណ៍ថាបងប្អូនចង់ប៊ូសទៅលើប្រភេទរូបស្លឹកប៉ុន្តែជាទូទៅខ្ញុំអត់ recommend ឲ្យប៊ូសជារូបស្លឹកទេដោយសាររូបស្លឹកជាទូទៅវាមិនសូវរុញទេជាទូទៅគឺវាមិនសូវរុញខ្លាំងទេហើយការវីដេអូប៊ូសអ្នកគ្នាក៏គួរតែប្រើសម្រាប់ platform ជាប្រឈរដោយសារតែជាការ recommend របស់ Facebook នេះពីថ្មីអញ្ចឹងជាទូទៅបងប្អូនគួរតែមានវីដេអូលក្ខណៈ portrait ដូចថាលើវីដេអូនេះខ្ញុំបានប៊ូសហើយជាទូទៅគឺខ្ញុំបានប៊ូសហើយឥឡូវខ្ញុំគាត់ឧទាហរណ៍ទេបើសិនជាវីដេអូបងប្អូនគឺជាលក្ខណៈគេហៅថាប្រឈរប៉ុន្តែដោយសារខ្ញុំបានប៊ូសវីដេអូខ្ញុំមុនហើយអញ្ចឹងខ្ញុំអាចយកឥឡូវប្រភេទវីដេអូនេះចោះប៊ូស reel បាទជាទូទៅវីដេអូនេះឧទាហរណ៍ថាខ្ញុំចង់បានវីដេអូហ្នឹងវាមានប្រភេទប៊ូស2ទី1បងប្អូនអាចប៊ូសផ្លូវគេហៅថាផ្លូវមុខឬហើយនឹងផ្លូវខាងក្រោយទីទៀតខ្ញុំប្រាប់ពីផ្លូវក្រោយអញ្ចឹងផ្លូវខាងមុខបងប្អូនគ្រាន់តែអានេះគឺប៊ូសយកតែម្ដងបងប្អូនក៏ខុសចុចតែប៊ូស reel ទៅចុចវីដេអូណាមួយដែលបងប្អូនរើសហើយរើសទៅចុចប៊ូសតែម្ដងគ្រាន់តែភាពខុសគ្នារវាងផ្លូវមុខហើយនិងផ្លូវក្រោយវាមានការកំណត់លក្ខខណ្ឌខុសៗគ្នាបាទអញ្ចឹងដោយសារតែកន្លែងនេះវានឹងចេញអូតូតែខ្ញុំអត់ចង់ឲ្យបងប្អូនប្រើអូតូទេបងប្អូនអាចបើឆេងកន្លែងនេះហើយបងប្អូនមកយកពាក្យដោយសារវាដំបូងវាអូតូអញ្ចឹងបងប្អូនគាត់ចុចធម្មតាសិនមកហើយចាំចូលម្ដងទៀតតាមបានបញ្ចេញអូតូអញ្ចឹងបងប្អូនចូលម្ដងទៀតហើយបញ្ចេញបងប្អូនយកនេះ get more music នេះយកដល់មកហ្នឹងគឺលក្ខណៈដែលងាយស្រួលបំផុតហ្មងដែលងាយស្រួលអញ្ចឹងបងប្អូនប្រសើរមកហើយអ្នកគ្នាចូលមកខាងក្រោមនេះគឺជាអ្វីដែលអ្នកគ្នាត្រូវការបង្កើតទៅលើសារឲ្យវាចេញអញ្ចឹងសារកន្លែងនេះបងប្អូនគាត់ចុចពាក្យសញ្ញានេះមកដើម្បីដូរទៅលើនេះដើម្បីវាលួននេះអញ្ចឹងកន្លែងនេះបងប្អូនអាចលុបហើយបងប្អូនអាចសេអីមួយថាសូមស្វាគមន៍បាទខ្ញុំគាត់ឧទាហរណ៍ទេសូមស្វាគមន៍បាទវគ្គសិក្សាទីផ្សារអញ្ចឹងទៅបាទទីផ្សារ7.0 បាទនឹងនឹង AI marketing អញ្ចឹងទៅឧទាហរណ៍អញ្ចឹងនេះអញ្ចឹងវានឹង load មកកន្លែងនេះនៅពេលកន្លែងហ្នឹងគឺវា load ហើយនេះបងប្អូនមិនបាច់ដាក់ក៏បានដែរណាដែលយើងលុបពីចោលទៅបាទយើងលុបពីចោលទៅហើយនេះអីក៏យើងលុបចោលដែរយកដាក់ប៉ុណ្្នឹងទៅឬក៏កន្លែងនេះយូរទៅបើសិនជាក្នុងប៊ូសខាងក្នុងវាអាច add រូបភាពបានប៉ុន្តែយើងចាំចូលប៊ូសខាងក្នុងមួយទៀតខ្ញុំនឹងប្រាប់កន្លែងដាក់តែដោយសារកន្លែងនេះវាអត់អាចដាក់បានទេយូរទៅបាទអញ្ចឹងតែប៉ុណ្្នឹងមកអ្នកនេះ save មកបាទបន្ទាប់ពី save ហើយអ្នកគ្នាអូសមកខាងក្រោមទៀតវាអត់មានស្មុគស្មាញទេប៊ូសនៅខាងមុខនោះអញ្ចឹងកន្លែងនេះគឺជាការកំណត់ទៅលើ audience detail អញ្ចឹងបងប្អូនខុសចុចសញ្ញារូបនេះមកហើយអ្នកគ្នាកំណត់មកយើងអូសមកគឺអូសប្រមាណអាចដាក់កំណត់ប្រមាណ24ឬក៏ប្រមាណគឺអាស្រ័យនឹងគ្នាបាទប៉ុណ្ណឹងមកហើយកន្លែងនេះគឺជាការកំណត់ទីតាំងអ្នកគ្នាបើសិនជាអត់ចង់បាន Cambodia ទាំងមូលទេអ្នកគ្នាវាយកន្លែងនេះមកដាក់ពាក្យថាភ្នំពេញឬក៏យ៉ាងទៅបាទនេះភ្នំពេញចុចមកប៉ុណ្ណឹងមកវានឹងកំណត់វានឹងអូសទៅហើយបាទតែប៉ុណ្ណឹងមកគឺវាហើយនៅខាងក្រោមនេះគឺជាកន្លែងដែលបងប្អូនត្រូវដាក់ target audience របស់យើងអ្នកគ្នាអាចចុច browser នេះមកហើយទៅកំណត់ interest ឥឡូវរើស interest មួយណាដែលគ្នាត្រូវការកំណត់អញ្ចឹងអ្នកគ្នាគ្រាន់តែយកថាឥឡូវ business អ្នកគ្នាកំណត់មកថាឥឡូវខ្ញុំចង់បានប្រភេទហ្នឹងខ្ញុំចង់បានថាឥឡូវតាក់ទងនឹង business និង finance ប៉ុណ្ណឹងមកហើយកំណត់ចឹងមកហើយយក enterprise ឧទាហរណ៍ខ្ញុំប៉ុណ្ណឹងចុះបាទប៉ុណ្ណឹងមកអ្នកគ្នាត្រឡប់ទៅវិញទៅបាទត្រឡប់ទៅវិញទៅវានឹង save តាក់ទងនឹងគ្នាហើយ save audience មកបាទ save audience មកប៉ុណ្ណឹងចប់រឿងមួយអញ្ចឹងវាជាការឧទាហរណ៍ទេមកដល់កន្លែងនេះគឺជាចំណុចសំខាន់មួយដែលអ្នកគ្នាត្រូវការកំណត់ទឹកប្រាក់អញ្ចឹងដោយសារវាអត់ចេញទេអញ្ចឹងអ្នកគ្នាគួរតែបើកបាទគួរតែចុចកន្លែងនេះដើម្បីជ្រើសក្នុងការបញ្ចប់ពេលវេលាណាមួយដែលបងប្អូនគួរតែចង់បញ្ចប់ឧទាហរណ៍ថាឥឡូវយើងចង់ប៊ូសយើងមើល calendar របស់យើងឥឡូវអ្នកនេះចង់ប៊ូសចាប់ពីថ្ងៃទីប្រហែលបាទថ្ងៃនេះគឺជាថ្ងៃទី9អញ្ចឹងនៅថ្ងៃទី9គឺអ្នកគ្នាអាចចាប់ពីថ្ងៃទី9ឬក៏ទីមកនេះដល់ថ្ងៃទី9វាអត់ប៊ូសអត់ទេតថ្ងៃទី10ដើម្បីចាប់ផ្ដើមបាទអញ្ចឹងអានេះគឺជាថ្ងៃបញ្ចប់ទេ
បាទខ្ញុំសូមដូរសិននេះជាថ្ងៃបញ្ចប់យើងអាច run សុំបន្តិចបាទខ្ញុំបើកអានេះមួយមកបាទខ្ញុំបើកវាហើយអានេះខ្ញុំអត់បើកខ្ញុំបញ្ចប់វាដូចគ្នានេះថ្ងៃបញ្ចប់ទេយើងមិនបាច់ដាក់ទេយើងយកធម្មតាបាទយើងយកធម្មតាយើងទៅកំណត់ការបរិច្ឆេទផងយើងវិញថាតើយើងចង់បញ្ចប់នៅថ្ងៃណាដើម្បីដាក់វាតែម្ដងបាទ អូខេនេះគឺជាការកំណត់លុយហើយនេះការជ្រើសរើសដដែលទេយើងកំណត់វាថ្ងៃទីម៉ានថាឥឡូវយើងចង់កំណត់ថ្ងៃទី31អញ្ចឹងវាដល់ថ្ងៃ31យើងបត់អញ្ចឹងមានរយៈពេល22ថ្ងៃមានន័យថាចាប់ពីថ្ងៃហ្នឹងទៅរហូតដល់មកថ្ងៃ31គឺយើងបត់ការកំណត់អញ្ចឹងដល់ពេលដែលយើងបញ្ចប់ថ្ងៃអ្នកនរគ្នាត្រូវតែអានេះខ្ញុំមើល run this at business hour អូខេអាហ្នឹងយើងបើកវាក៏បានបិទវាក៏បានអត់បញ្ហាទេកន្លែងហ្នឹងនៅកន្លែងនេះគឺជាការកំណត់លុយបងប្អូនធ្វើមើលអាហ្នឹងមែនតើបើសិនជាខុសគឺមានបញ្ហាអញ្ចឹងបើថាឥឡូវអ្នកនេះចង់ដាក់$2មួយថ្ងៃឬក៏$5គឺអាស្រ័យដល់គ្នាអញ្ចឹងពេលវាកាន់តែធំបងប្អូននឹងឃើញចំនួនestimate អាចបានប៉ុន្មាន k រយៈពេលមួយខែហ្នឹងអាច 5k ទៅចន្លោះ 10k បាទហើយតម្លៃលុយគឺស៊ីប៉ុណ្ណឹងបាទហើយពេលកាន់តែថយកាន់តែទាបអាហ្នឹងគឺជាក្បួននៃការប្រើប្រាស់ឧទាហរណ៍ប៉ុណ្ណឹងកំណត់នេះឃើញទេបាទហើយវានឹងកាត់ពន្ធនេះកាត់ពន្ធអញ្ចឹងវាអស់បើសិនជារយៈពេលប្រហែល22ថ្ងៃបើមួយថ្ងៃ$4វាកាត់ពន្ធខ្ទង់$8វ៉ាត់វាណាបាទហើយកន្លែងនេះគឺជាកន្លែង add សម្រាប់ Visa Card បើបងប្អូនបើអ្នកអត់មានទេអ្នកត្រូវតែមើលទៅលើ Visa Card សម្រាប់ការប្រើប្រាស់របស់ AVA អញ្ចឹងអាចទៅមើលវីដេអូបងប្អូនយកបង្កើតនៅក្នុងទៅរបៀបបង្កើត Visa Card សម្រាប់ boost page ទៅអញ្ចឹងគេនឹងឲ្យអញ្ចឹងដល់ពេលចាប់ប៉ុណ្្នឹងទៅអ្នកគ្នាចុច boost ទៅបាទគឺងាយស្រួលប្រទេសបាទដល់ហើយយើងមកមើលការ boost នៅក្នុងខាងក្នុងវិញខាងក្នុងដោយសារតែវាមានភាពស្មុគស្មាញច្រើនអញ្ចឹងអ្នកគ្នាអាចចូលមកកាន់ page ដដែលបាទចូលទៅកាន់ page មួយមកបាទចូល page ហើយអ្នកគ្នាអាចចូលមកកាន់ business suite នេះបាទ business suite នេះមកហើយអ្នកគ្នាអាចមកមើលពាក្យថា Ad Manager នៅខាងឆ្វេងដៃបាទចុច Ad Manager មកហើយយកពាក្យថា Campaign បាទជាងការអាចប្រើ ADS ក៏បានដែរប៉ុន្តែយើងយកតាមហ្នឹងទៅដើម្បីឲ្យងាយស្រួលមើលមកបាយនៅពេលដែលយើងបានអាហ្នឹងហើយអ្នកគ្នាត្រូវបង្កើត Campaign នេះ create បាទយើងអត់ស្មុគស្មាញទេចុច create ហ្នឹងមកហើយអ្នកគ្នាជ្រើសរើសទៅលើ engagement បាទ engagement ហើយចាប់ផ្ដើម continue មកហើយកន្លែងនេះគឺយើងអត់យកលើទេគឺយើងយកក្រោមបាទមិនបាច់ស្មុគស្មាញជាងទេយកតាមហ្នឹងទៅហើយ continue នៅពេល continue កន្លែងនេះបងប្អូនទៅដាក់ឈ្មោះខ្លួនឯងបាទដាក់ឈ្មោះឲ្យដាក់ទៅគឺអាស្រ័យលើបងប្អូនទេគឺដាក់ឈ្មោះបន្ទាប់ពីបានប៉ុណ្ណឹងហើយអ្នកគ្នាអូសមកខាងក្រោមខាងលើនេះអត់មានទៅប៉ះពាល់អីទេវាអត់មានទៅការកំណត់អីស្អីទេគឺងាយងាយអញ្ចឹងមើលតែប៉ុណ្ណឹងមកហើយបើសិនជាយើងយក campaign budget នេះវានឹងកំណត់នេះវានឹងកំណត់តម្លៃលុយបាទតម្លៃលុយបើយកនេះគឺអត់កំណត់បានទេប៉ុន្តែបងប្អូនយកលើនេះ campaign budget បងប្អូនត្រូវការកំណត់យ៉ាងម៉េចថាវីដេអូហ្នឹងនៅក្នុងស៊ីមួយថ្ងៃបាន$5ដូចគ្នាដែរនេះជា daily budget ប៉ុណ្ណេះបាទប្រចាំថ្ងៃអញ្ចឹងនៅពេលបានកំណត់ហ្នឹងហើយវានឹងrun ad ហ្នឹងមួយថ្ងៃ$5បាទធម្មតាអញ្ចឹងគឺជ្រើសរើសទៅលើ campaign budget ហើយកន្លែងនេះក៏អត់មានទៅមើលអីដែរបាទដូចតែប៉ុណ្ណឹងអ្នកគ្នាមើលទៅបន្តមកទៀតអ្នកគ្នាត្រូវចុច next ចូលដល់ ad set បាទចូលដល់ ad set គឺឈ្មោះដូចគ្នាដែរអ្នកគ្នាអាចវាយខ្លួនឯងអានេះយើងអត់ដូរទេដោយសារយើងទាមទារទៅលើការប្រើប្រាស់ទៅលើ mistake ដើម្បីឲ្យមនុស្សដែលមើលវីដេអូយើងគឺគាត់មើល brand ហើយគាត់ចុច click តែម្ដងបាទអានេះសម្រាប់ on your ad មានថា get people watch video បាទនេះគឺការឡើង view នេះគឺ call នេះគឺគាត់ connect ទៅកាន់ website នេះកាន់ ad បញ្ជាប៉ុន្តែទូទៅគឺយើងត្រូវការ get message បាទអូមកក្រោមអានេះជាការ select នៅប្រើប្រាស់ទៅលើ platform ណាមួយបើនេះខ្ញុំចង់ភ្ជាប់ទៅកាន់ Instagram ឬក៏ WhatsApp គឺអាស្រ័យលើបងប្អូនទេប៉ុន្តែខ្ញុំយូរទៅយើងគ្នារើសតែ page បានហើយកន្លែង performance goal នេះជាទូទៅគឺយើងអាចយកឲ្យគេជា lead តាមរយៈ message អញ្ចឹងអានេះជាលក្ខណៈnumber បាទអានេះជាលក្ខណៈគេហៅថា number conversion ប៉ុន្តែនេះជា lead ជាទូទៅគឺយក lead មានន័យថា lead វាជា mistake មួយដែលវាដែលអតិជនគឺឆាតមកកាន់ page ផងយើងតែម្ដងបាទអានេះមានថា we try to show your ad to people most likely help conversation with your through message បាទអានេះព្យាយាម your ad to people អ្នកដែលស្ទើរតែចូលហើយខ្លាយទៅជា lead ផងយើងតាមរយៈ message អញ្ចឹងជាទូទៅគឺយើងធ្វើការ lead បិទនឹងការលក់
អញ្ចឹងតែប៉ុណ្្នឹងមកអ្នកគ្នាអូសមកខាងក្រោមអានេះគឺជាការកំណត់ការប៊ូសយើងចាប់ពីថ្ងៃទីម៉ានបាទហើយបន្ទាប់មកយើងអាចបញ្ចប់អត់បើយើងបញ្ចប់យើង select មកហើយយើងកំណត់ថ្ងៃទីម៉ានឧទាហរណ៍ថាយើងចង់បញ្ចប់ថ្ងៃ31ឧទាហរណ៍បាទដូចគ្នាហើយខាងក្រោមនេះវាជាប្រភេទ show យើងចុចទៅវានឹងមានចេញទាំងអស់ហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺមានកំណត់តែប៉ុណ្្នឹងទេហើយបន្ទាប់មកអ្នកគ្នាមកមើលទីតាំងដែលយើងបានមកមើលអាច្រកខាងមុខប៊ូខាងមុខខាងមុនមិញដល់18អ្នកគ្នាអាច select ខ្លួនឯងមកអ្នកគ្នាចង់ចូលឬប្រមាណ24ឬប្រមាណគឺអាស្រ័យលើអ្នកគ្នាបាទទីតាំងនេះគឺជាទីតាំងអ្នកគ្នាចង់កំណត់នៅណាបើសិនជាខ្ញុំចាត់ទីតាំងអ្នកគ្នាចង់កំណត់នៅខណ្ឌណាមួយនៅភ្នំពេញឬក៏នៅខេត្តណាមួយឬក៏3-4ខេត្តគឺអាស្រ័យអ្នកគ្នាបើនេះចង់ដាក់ទាំងអស់ក៏ទាំងអស់ទៅបាទកម្ពុជាអញ្ចឹងវានឹងកំណត់ឲ្យអ្នកគ្នាតែម្ដងបាទសម្រាប់ការប្រើប្រាស់អស់ហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់វាយផងខ្ញុំចង់វាយកន្លែងនេះខ្ញុំអត់ចង់ដាក់នៅនេះទេខ្ញុំចង់ដាក់តែភ្នំពេញឧទាហរណ៍ឥឡូវខ្ញុំចង់ដាក់ភ្នំពេញបាទភ្នំពេញបាទហើយវានឹងលោតមកនេះភ្នំពេញប៉ុណ្ណឹងមកដល់ពេលលោតភ្នំពេញកន្លែងនេះអ្នកគ្នាត្រូវការដោះដោយសារទី1បើសិនជាយើងអត់ដោះចេញទេអេហ្នឹងវានឹងរត់ទៅកាន់ទីតាំងណាដែលនៅក្បែរហ្នឹងអញ្ចឹងជាទូទៅខ្ញុំរីកមិនបងប្អូនដោះទៅកុំឲ្យវារត់ទៅបាទកុំឲ្យវារត់ទៅគឺប៉ុណ្ណឹងដោះវាទៅហើយបន្ទាប់មកទៀតអ្នកគ្នាមើលអីផ្សេងៗដូចអត់មានអីផ្សេងទេអានេះsubject audience បាទចូលដល់ subject audience gender អាស្រ័យលើបងប្អូនដែរបើសិនជាផលិតផលអ្នកនរគ្នាគឺជាប្រភេទ product សម្រាប់នារីអ្នកគ្នាគួរតែជ្រើសរើសទៅលើប្រភេទនារីអាច select ទៅលើនារីទៅប៉ុន្តែបើសិនជាទាំងបរិសុទ្ធទាំងអីដាក់ទាំងអស់ទៅយក all ទៅបាទអានេះគឺជាការកំណត់អាយុដដែលទេហើយបន្ទាប់មកអ្នកគ្នាអាចមកមើលកន្លែងនេះទៅអ្នកខ្លះគាត់អត់ចង់បានគេហៅថាការកំណត់ audience ទេអា target audience ហ្នឹងជាទូទៅដោយសារអ្នកខ្លះគាត់ប៊ូឥឡូវគាត់ឲ្យ AI វារុញបាទហើយអ្នកខ្លះទៀតក៏អត់ចង់ឲ្យ AI រុញទេហើយខុសគោលដៅអញ្ចឹងអ្នកគ្នាអាចជ្រើសរើសទៅលើប្រភេទ browser នេះអ្នកគ្នាអាចវាយអីគេឧទាហរណ៍ឥឡូវយើងនិយាយពី online បាយ online ទៅវានឹងលុតរត់មកទៅលើអតិថិជនគោលដៅរបស់អ្នកគ្នាតើអតិថិជនមួយណាបាទបើខ្ញុំចង់បានmarketing ឧទាហរណ៍ marketing អញ្ចឹង marketing ខ្ញុំគ្រាន់តែមកថាឥឡូវ marketing ខ្ញុំ select មួយទៅអញ្ចឹងនៅពេលដែលយើង select វានឹងរត់វានឹងចេញឲ្យយើងនេះឃើញទេវាចេញឲ្យយើងនេះជាទំហំអញ្ចឹង interest business industry marketing មកអានេះគឺជាការពណ៌នាមមនុស្សដែល people អ្នកដែលតែងតែចាប់អារម្មណ៍ឬក៏ live page របស់យើងកន្លែងហ្នឹងគឺជាឧទាហរណ៍ទៅហើយវាយឲ្យច្រើនទៅបើអត់វាយទេយើងដាក់ទៅ AI ក៏បរុញដែរ Facebook ក៏បរុញដូចគ្នាដែរនេះគឺជាការអ្វីមួយដែលគ្នាគួរតែកត់សម្គាល់ដែរបាទហើយបន្តមក save audience ទៅបាទ save ទៅបាទហើយម្ដងក្រោមនេះវាអត់ប៉ះពាល់អីទេអានេះគឺជាប្រភេទ account បញ្យុទ្ធដែលជាអ្នកទេហើយ placement នេះក៏អត់បញ្ហាដែរអញ្ចឹងយើងយក placement ហ្នឹងទៅដោយសារទៅវាអូតូទៅហើយបាទអានេះអត់មានអីទេហើយបន្ទាប់មកអានេះ show more អីក៏មើលខ្លួនឯងដែរបាទនេះនៅក្នុងចំណុចនេះក៏សំខាន់ដែរអញ្ចឹងក្នុងចំណុចនេះក៏សំខាន់ដែរplatform Facebook តែអ្នកគ្នាចង់ឲ្យវា load ទៅលើ story អត់ទៅ real អត់ in-stream អានេះ in-stream នេះជាទូទៅវាអាចនឹង load នៅពេលបងប្អូនមើលវីដេអូគេទៅអាផងយើងនេះវានឹង load ad ហ្នឹងនេះ reach people before during after they watch real អញ្ចឹងវាទៅអ្នកខ្លះច្រឡំអានេះអាចទាំងមានប៉ះពាល់ទៅលើ account មួយចំនួនដែលវាអត់សូវមាន quality ក៏វា load មកក្នុងដែរអញ្ចឹងអ្នកគ្នាចង់ដាក់ក៏បានគឺអាស្រ័យអ្នកគ្នាបើខ្ញុំដាក់ទាំងអស់បាទខ្ញុំដាក់ទាំងអស់ហើយនេះទៅអញ្ចឹងអ្នកគ្នាអាចចុចមើលខ្លួនឯងនឹងក្រោមនេះវានឹង load នេះកន្លែងដោះហើយអញ្ចឹងអ្នកគ្នាចង់ Instagram ដោះវាចេញទៅបាទអត់ចង់បានគេហៅថា mistake story ក៏ដោះវាចេញទៅមិនបាច់ដាក់ក៏បានដែរហ្នឹងជាឧទាហរណ៍បាទប៉ុន្តែទៅខ្ញុំសឹងតែ recommend ឲ្យបងប្អូនចាំទៅដោះនៅក្នុងទូរស័ព្ទ ad វិញស្រួលមើលជាងដោយសារកន្លែងនេះវាដោះទៅវាអាចនឹងអត់ tick ដែរឧទាហរណ៍បាទអញ្ចឹងមកខ្លួនអត់ចង់បានទេដោះវាចេញអស់ទៅបាទຕົកតាលើ feed new feed ទៅក៏បានដែរនេះដោះវាចេញទៅបើយើងចង់បានតែយើងចង់ដាក់ទាំងអស់ក៏ដាក់ទៅវាអត់មានបញ្ហាអីទេបាទតែទូទៅវាអាចនឹងមាន account ណាវា load ដោយសារតែវាចូលក្នុង in-stream ad for real នេះទូទៅហើយនេះក្នុង story បាទអានេះនៅក្នុង search បាទអានេះនៅក្នុង app site អញ្ចឹងបងប្អូនអត់ចង់ដាក់ទេដាក់ទៅ feed នេះក៏បានដែរដោះចេញទៅបន្ទាប់មកទៀតវាអត់មានអីនេះទេហើយបន្ទាប់មកអ្នកគ្នាចូលទៅកាន់ ad បាទ ad នេះគឺសំខាន់មានន័យថានៅក្នុង ad នេះអ្នកគ្នាដាក់ឈ្មោះធម្មតាដដែលដូចគ្នាមកក៏បានដែរកែខ្លួនឯងក៏បានដែរនេះការជ្រើសរើស page បើអ្នកគ្នាមាន page ច្រើន select page ទៅបើខ្ញុំមានតែមួយវាអត់បញ្ហាទេដោយសារខ្ញុំបានជ្រើសរើសហើយនេះ page ដែលជ្រើសរើសបានឧទាហរណ៍ថាយើងប្រើ page មួយណាយើង search ខ្លួនឯងទៅឬក៏ connect ទៅកាន់ page ហ្នឹងទៅ
នេះអត់ប៉ះពាល់ទេវាជា ad ដែលស្រាប់អញ្ចឹង ad set នេះទី1គឺបង្កើត ad ទី2គឺ ad វីដេអូយើងមានស្រាប់ឧទាហរណ៍ឥឡូវខ្ញុំអត់មានវីដេអូទេខ្ញុំចង់បង្កើត ad ហ្នឹងប៉ុន្តែខ្ញុំចង់បានវីដេអូដែលខ្ញុំផុសហើយអញ្ចឹងផុសហើយវានឹង load កន្លែងនេះចុចមកហើយវានឹង load វាលោត HC ស្រាប់ហ្នឹងហើយយើងមកកាន់ទៅយក ad យើងនៅកន្លែងនេះបាទអញ្ចឹងកន្លែងនេះបើសិនជាយើងជ្រើសរើសទៅលើ create ad វានឹងចាប់ផ្ដើមឲ្យយើងបង្កើតប៉ុន្តែបើយើងមានយើងបានផុសហើយយើងបង្កើតប្រើប្រាស់ HC ផុសមកអ្វីដែលមានហើយយើងចូលមកយើងចាប់ផ្ដើម change ឡើងនេះអញ្ចឹងយើងចាប់ផ្ដើម change យ៉ាងម៉េចយើងទៅជ្រើសរើសបាទយើងជ្រើសរើសវីដេអូអាចមួយឬក៏ពីរអញ្ចឹងយើង select មកយើងស្រឡាញ់មួយណាយើងចង់ boost មួយណាឧទាហរណ៍ឥឡូវយើងចង់ boost ផ្នែកនេះមួយអញ្ចឹងយើងគ្រាន់តែ select វីដេអូហ្នឹងវានឹង load មកបើយើងចង់បាន3អានេះតែដោយសារ account ខ្ញុំនេះជឿទៅវាបានតែមួយទេបើ account ខ្លះវាអាច select បាន2ឬក៏3ឧទាហរណ៍បាទ3ទៅអញ្ចឹង select មួយហ្នឹងហើយខ្ញុំវាដើម continue ទៅបាទអញ្ចឹងវានឹងចេញមកជាប្រភេទនៃការ boost បាទ boost ចឹងបានអញ្ចឹងគាត់បញ្ជាក់ថា account ខ្លះអាច select បាន3 account ខ្លះ select បានតែមួយបើ account ខ្ញុំ select បានតែមួយតែនេះប៉ុន្តែបើ account ខ្ញុំមួយទៀតវា select បាន3ចឹងណាបាទហើយនេះគឺជាទម្រង់ platform ដែលវា send ជា message បាទ send ជា message នេះ send message នេះឃើញទេបាទអានេះជា placement ទេ placement ដូចជាយើងអត់មានទៅ edit អីទេហើយតើតងនឹងការប្រើប្រាស់ទៅលើប្រភេទសារនេះជាសារដែលយើងអាចមាន platform ដោយសារខ្ញុំធ្លាប់មានអញ្ចឹងខ្ញុំអាចមានបងប្អូនអត់ទាន់មានទេបងប្អូនអាច edit វានេះចូល edit ទៅបាទនៅក្នុងការ edit នេះគឺមានស្រួលបងប្អូនចូល edit ឥឡូវខ្ញុំមើលម្ដងទៀតខ្ញុំលៀបដោយសារនេះ platform ខ្ញុំធ្លាប់មានបងប្អូនអត់ធ្លាប់មានបងប្អូនចុចពាក្យថា suggest template ហើយយកពាក្យថា edit បាទ edit មកគឺវាយមកនេះប៉ុន្តែនៅក្នុងនេះបងប្អូនអាចប្រើរូបភាពបានខុសពី boost ខាងមុខអញ្ចឹងអ្នកគ្នាយកពាក្យរូបភាពនេះមកហើយអ្នកគ្នាវាយខ្សែគេកន្លែងនេះអញ្ចឹងមកនេះឃើញខ្សែបាទហើយកន្លែងនេះបងប្អូនចង់វាយអីគឺនៅក្រោមនេះបាទចង់វាយមកវាយអីគេបងប្អូនចង់អក្សរអីគេឧទាហរណ៍ថាឥឡូវខ្ញុំនិយាយទីចុះឈ្មោះទៅចុះឈ្មោះផ្ដល់ជូនអីគេបាទ Gemini Pro រយៈពេល18ខែបាទឧទាហរណ៍អាហ្នឹងសម្រាប់អ្នកដែលសិក្សាវគ្គខ្ញុំបច្ចុប្បន្ននេះគឺគាត់នឹងទទួលបានហ្នឹងបាទហើយមានមេរៀននៅក្នុងគ្រប់ឧទាហរណ៍គឺវាចេញនេះអញ្ចឹងដើម្បីដាក់រូបភាពនឹងបានអ្នកគ្នាក៏ចូល select រូបភាពនេះមកហើយទៅរករូបភាពណាមួយដែលបងប្អូនមានឧទាហរណ៍ថាខ្ញុំទៅ upload ខ្ញុំទៅយករូបភាពខ្ញុំមួយខ្ញុំទុកនៅកន្លែងណាឧទាហរណ៍ថាឥឡូវខ្ញុំមាននៅក្នុងនេះឧទាហរណ៍យកកម្មវិធីរបស់ខ្ញុំតម្រងនេះខ្ញុំយកកម្មវិធីអញ្ចឹងពេលបានហើយបាទខ្ញុំ continue នេះមកហើយវានឹងរត់នេះឃើញរត់ទេអញ្ចឹងពេលគេឆាតមកវានឹង load អាហ្នឹងមកមុនគេអញ្ចឹងតាំងក្រោមនេះបងប្អូនចង់ដាក់អីគឺដាក់ឲ្យទៅចង់ចោះឈ្មោះឧទាហរណ៍ថាឥឡូវបងប្អូនទៅសេកន្លែងនេះចង់បាទគាត់សេទៅគាត់ចុចតាមហ្នឹងហើយចង់បាទចូលឈ្មោះឧទាហរណ៍នេះគឺវា load មកអញ្ចឹងគេចុចទៅវាទៅអាហ្នឹងឧទាហរណ៍ហើយ save មកបាទចុច save មកអញ្ចឹងវា save ហើយអូមកក្រោមទៀតដូចជាវាអត់មានអីទៅផ្សេងទេអញ្ចឹងវាមានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនអាចពិនិត្យមើលអីឡើងវិញនៅក្នុង set បាទ compare របស់យើងនៅក្នុង ad ទាំងមកហើយនេះក៏យើងអាច copy អីបន្ថែមទៀតដើម្បីដាក់ 3-4 ad ទៅបងប្អូនចង់បានអញ្ចឹងតែខ្ញុំអត់បរៀនហ្នឹងទេខ្ញុំឲ្យ boost តែប៉ុណ្្នឹងទៅបានហើយបាទហើយប៉ុណ្្នឹងឲ្យ public ទៅ public វានឹង run រហូតអញ្ចឹងណាវានឹង run ទៅអាហ្នឹងឧទាហរណ៍ទេហើយខ្ញុំអត់មានអីទៅទេអញ្ចឹង run រហូតចឹងទៅវានឹងរត់ទៅនេះ public មកវានឹងរត់មក ad ផងយើងនេះឃើញទេបាទប៉ុន្តែបើអត់ទេបើថាខ្ញុំអត់ត្រូវការប៊ូទេខ្ញុំឲ្យបរៀនអញ្ចឹងខ្ញុំដោះវាចេញមកបាទខ្ញុំបិទវាចេញទៅកុំឲ្យវាកាត់លុយអញ្ចឹងខ្ញុំតែប៉ុណ្្នឹងមកខ្ញុំដោះវាចេញអញ្ចឹងវាចប់រឿងឬខ្ញុំអាចលុបវាចោលម្ដងបាទខ្ញុំអាចលុបវាចោលទៅនេះបាទអញ្ចឹងដោយសារខ្ញុំគាត់ឧទាហរណ៍ទេអញ្ចឹងខ្ញុំមានរឿងតែប៉ុណ្្នឹងសម្រាប់ការប្រើប្រាស់ទៅលើboost ប្រភេទ boost ដែលងាយស្រួលហើយបងប្អូនអាចចាប់អារម្មណ៍អាចចូលរៀនវគ្គសិក្សាទីផ្សារបច្ចេកវិទ្យាបង AI ដែលខ្ញុំនឹងបើកជាប្រចាំខែអរគុណយូរជួបគ្នាសម្រាប់វីដេអូក្រោយៗទៀតអរគុណច្រើន